សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគាត់ចង់ប្រាប់បងប្អូនពីទំនៀមទម្លាប់បុណ្យសពនៅប្រទេសអង់គ្លេសបើសិនជាមានបងប្អូនក្រុមគ្រួសារបាត់បង់ជីវិតចឹងគេអត់ធ្វើបុណ្យសពភ្លាមៗទេតទៅ4ទៅ5អាទិត្យក្រោយដូចកាលម្ដាយក្មេកខ្ញុំ5អាទិត្យក្រោយមកធ្វើពិធីបុណ្យសពការស្លៀកពាក់វិញតម្រូវការទៅលើក្រុមគ្រួសារខ្លះគឺឲ្យយើងពាក់ពណ៌ចម្រុះពណ៌ស្រស់ៗចូលរួមក្នុងពិធីបុណ្យសពហើយយើងទៅបុណ្យសពហ្នឹងគឺយើងទៅកន្លែងបូជាពេលបូជាគេអត់ឲ្យយើងមើលមុខអីចុងក្រោយទេមានសិទ្ធិមើលតែក្រុមគ្រួសារហើយគេមើលមុនថ្ងៃបូជាពេលដែលចប់កម្មវិធីក្រុមគ្រួសារគាត់មានកន្លែងឲ្យយើងទៅហូបអីនៅហាងអាហារប៊ូហ្វេអីអញ្ចឹងទៅហើយមានហូបស្រាមានហូបអីហ្នឹងប៉ុន្តែបើសិនជានៅស្រុកយើងពេលបុណ្យសពមានហូបស្រាហូបអីគេថាមិនសមអីចឹងណាតែនេះជាទំនៀមទម្លាប់នៅប្រទេសអង់គ្លេសណាបងប្អូនអញ្ចឹងថ្ងៃហ្នឹងខ្ញុំគ្រាន់តែប្រាប់បងប្អូនត្រួសពីពិធីហ្នឹងទេអញ្ចឹងសូមជម្រាបលាទាំងអស់គ្នាសុខសប្បាយ